ពោពីព្រះរស់ឲ្យពោយើងបានបនច្រើនជាងពោពីអ្នកដតីក៏ដូចជាប្រសង់អីចឹងណាយើងធ្វើបនជាមួយព្រះរស់ជាក់ស្ដែងនេះខ្ញុំតាំងគ្រោះថ្នាក់ជាក់ស្ដែងមកពីពេលហ្នឹងគ្រូសាខ្ញុំគាត់ឲ្យម៉ែក្មេងខ្ញុំគាត់ស្រួយទឹកម្ដងហើយតែឥឡូវម៉ែគាត់ពេលខ្ញុំឈឺគ្រោះថ្នាក់ហ្នឹងម៉ែគាត់ឈឺដែរម៉ែនៅកំពង់ធំម៉ែខ្ញុំបកកើតអញ្ចឹងគាត់ក៏អត់ទាន់បានឡើងមកទេហើយណាមួយប្អូនជាប់ព្រោះជាប់អីអញ្ចឹងគាត់នៅធ្វើបាយធ្វើម្ហូបឲ្យប្អូនអញ្ចឹងណាពេលឥឡូវប្អូនគាត់ព្រោះហើយគាត់ក៏រៀនគ្រាន់ស្រួលដែរមិនទាន់ជាគាត់នៅហូបថ្នាំហូបអីហើយណាមួយក៏មិនទាន់ជាស្រួលបួលដែរអញ្ចឹងក៏ហៅគាត់ឲ្យមកកំពង់ស្ពឺនេះហៅមកគាត់ឲ្យមកហ្នឹងដើម្បីគាត់បានស្រោចទឹកស្រោចអីជំរះទៅចង្រៃចាណាព្រោះខ្ញុំគ្រោះថ្នាក់នេះគឺគ្រោះថ្នាក់រយៈពេលដ៏សែនខ្លីបំផុតណារយៈពេលដ៏សែនខ្លីបំផុតចង់និយាយថាមកប្រព្រឹត្តភ្នែកខ្ញុំមានបញ្ហាគ្រោះថ្នាក់ឥឡូវខ្ញុំអត់តថ្ងៃចូលធ្វើការវិញទេថ្ងៃទី10នេះបានដល់ថ្ងៃពេទ្យណាត់ទៅជួបមើលមុខរបួសមើលអីទៀតចឹងមើលខ្ញុំសក់កុំចង់ឲ្យឈុតហ្នឹងចង់និយាយថាវាធំជាងខ្លួនស្លៀកមកទៅឡើងត្រេកត្រតែធម្មតាខ្ញុំរបួសនៅនេះចឹងខ្ញុំស្លៀកអីអត់លងដើម្បីកុំឲ្យប៉ះពាល់របួសអញលើម៉ែសងខាងស្រោចទឹកចឹងម៉ែខាងប្តីខ្ញុំក៏ដូចជាម៉ែខាងខ្ញុំចឹងដូចខ្ញុំនិយាយចឹងព្រះរស់ឲ្យពោគឺយើងចង់និយាយថាពោជ័យដែលយើងទទួលបានហ្នឹងគឺឈ្នះមារសត្រូវឈ្នះដង្រៃឲ្យជោគជ័យហ្មងចឹងណាចឹងឥឡូវខ្ញុំក៏ឲ្យគាត់ស្រោចទឹកស្រោចអីបាច់ទឹកឲ្យទាំងឡានទាំងម៉ូតូទាំងលំមកខ្ញុំលក់នឹងអីឲ្យពោឲ្យជ័យចឹងណាព្រោះហើយគាត់មកជុំគ្នាហើយពួកគាត់បានឲ្យពោឲ្យជ័យទេឲ្យតែគាត់ម៉ែឲ្យពោឲ្យជ័យចឹងណាហើយយើងជូនកាត់គាត់ខ្លះចឹងទៅចាប់ដើមឲ្យគាត់ឲ្យពោឲ្យជ័យចឹងពីច្រើនខ្ញុំយូរទៅខ្ញុំអាសាធររហូតដល់ហ្នឹងតែគាត់ថាខ្ញុំអត់សូវបានថតវីដេអូចឹងណាដល់ពេលនេះខ្ញុំថតវីដេអូហើយវីដេអូហ្នឹងខ្ញុំដាក់ជើងកាមេរ៉ាខ្ញុំវាខូចទៅពេលចឹងខ្ញុំដាក់ខ្ញុំនិយាយថាខ្ញុំដាក់បច្ឆិតនៅលើអញ្ចឹងផ្ទះខ្ញុំមកពេលអត់ដឹងថាអត់ជាប់ខាងម៉ែខាងគ្រូសាខ្ញុំក៏ដូចជាឡានម៉ូតូខ្ញុំជាប់អត់អស់ជាប់មែនទេអត់ចាប់អារម្មណ៍ណាហើយអានេះគាត់ម៉ែគាត់យកទៅប្រុសឡានព្រមទៅហើយទៅប្រុសលំអខ្ញុំលក់ដូររស់ស៊ីខ្លះចឹងណាដល់ពេលហើយតែខ្ញុំក៏យកធុងទៅដោតនៅគុំខ្ញុំចឹងណាហើយក៏យើងចាប់ដើមជូនលុយជូនកាក់គាត់ខ្លះបានទិញផ្លែឈើព្រោះពេលខ្លះខ្ញុំក៏មានទាំងលុយមានទាំងផ្លែឈើតែយើងមានផ្លែឈើយើងជូនជាលុយគាត់រៀងក្រៅចឹងហើយកូនបើខ្ញុំមកឲ្យជូនលុយយាយមិនជូនលុយយាយគេទៅអង្គុយលើកៅអីនេះអស់សណាយសើចហើយយើងជូនលុយជូនអីគាត់ចឹងណាព្រោះអត់មានផ្លែឈើអីចឹងយើងជូនជាបច្ច័យនឹងឲ្យរៀងក្រៅនឹងចឹងទៅមានអីទៅដូចខ្ញុំនិយាយចឹងយើងធ្វើបន់ជាមួយព្រះរស់វាបានបន់ច្រើនជាងយើងធ្វើបន់ជាមួយអ្នកដទៃក៏ដូចជាទៅវត្តទៅវាអញ្ចឹងមានថាទៅវត្តទៅវាទៅបន់ជាមួយលោកសង្ឃជាមួយចាស់ទុំផ្សេងអត់អ្នកក្រខ្សត់ហ្នឹងអត់បានបន់ទេវាបានបន់ដូចតែគ្នាតែគាត់ថាមួយបន់តែខ្លាំងបំផុតគឺជាមួយម៉ែឪអញ្ចឹងណាហើយខ្ញុំនេះមើលទៅញ៉ាំអត់ចាប់អារម្មណ៍ទេដឹងមិនអត់ហើយនោះគ្នាប្រាជ្ញប្រភេទនេះរឿងមកម៉ែឪទៅដើរលេងអញ្ចឹងណាហើយនោះគាត់មកហើយនោះគាត់ទៅដើរលេងទិញម្ហូបខ្ជិលធ្វើម្ហូបក៏ទិញម្ហូបស្រាប់ម្ហូបឆ្អិនអីចឹងណាពីគ្នាទិញអីចឹងទៅព្រោះញ៉ាំហ្នឹងខ្ញុំក៏សម្រាប់លក់មួយថ្ងៃដើម្បីឲ្យម៉ែគាត់ស្រោចទឹកស្រោចអីឲ្យទាំងអស់គ្នារួមគ្នាហើយយើងក៏ទៅតាមកំរងទៅដេកលេងនៅចរៅកាច់ហើយខ្ញុំក៏មានវីដេអូទៅដេកលេងនៅចរៅកាច់ដែរយើងមានអីយើងទិញហូបទៅខ្លះហើយហូបពីខ្លះទៅដេកលេងមានរឹងមានកញ្ចោះដេកលេងចឹងណាចូលប្រភេទគ្នាខ្ញុំហ្នឹងទិញអីដែលងាយស្រួលព្រោះអីបើគាត់ធ្វើក៏គាត់ធ្វើទៅតែបានម៉ែជួយធ្វើខ្លះចឹងម៉ែខ្ញុំមកធំព្រោះអីខ្ញុំដៃឆ្វេងខ្ញុំជួយគាត់បានតិចទេការងារណាដែលស្រាលបំផុតព្រោះខ្ញុំគ្រោះថ្នាក់ខាងស្ដាំអញ្ចឹងដែរស្ដាំខ្ញុំអត់ទាន់ហ៊ានធ្វើការងារអីដែលធ្ងន់ទេធ្វើតែការងារណាដែលស្រាលជួយខ្ញុំជួយការងារបានតិចបំផុតហ្មងដូចវីដេអូខ្ញុំធ្លាប់ចេញអញ្ចឹងដូចជាខ្ញុំបោកផ្ទះបោះអីហើយដាក់ទឹកមុំជូតផ្ទះអីឆ្វេងជូតផ្ទះហ្នឹងធ្វើអត់ចង់ការទៀតព្រមធម្មតាជូតផ្ទះគាត់ធ្វើប្រើកម្លាំងដៃតែដៃឆ្វេងធ្វើអីជួយអីបានប៉ុណ្ណាជួយប៉ុណ្ណឹងអញ្ចឹងណាព្រោះដូចនិយាយជាស្ដីអញ្ចឹងខ្ញុំគ្រោះថ្នាក់ដៃខាងស្ដាំហើយឃើញឲ្យខ្ញុំរៀងសំជះស្មាខាងស្ដាំហ្នឹងដោយសារកុំឲ្យវាប៉ះមុខរបួសអញ្ចឹងបានខ្ញុំនិយាយអញ្ចឹងមនុស្សទួយតែមួយទេតែពេលថាឲ្យឈុតរៀងធំកលងខងអត់សមនឹងមានហ្នឹងដោយសារអីគេដើម្បីកុំឲ្យវាប៉ះពាល់របួសយើងអញ្ចឹងណាព្រោះរបួសយើងអត់ទាន់ជាណាទេព្រោះរបួសខ្ញុំហ្នឹងធំដែរខ្ញុំបាត់ដល់ទៅ2កណាត់ហើយធ្នេដេឡើង10ធ្នេអញ្ចឹងសម័យមើលទៅគឺធំអញ្ចឹងរបួសខ្ញុំនេះចាំមើលថ្ងៃទី10ខ្ញុំទៅជួបពេទ្យទៅគាត់ថាមិនអាចចូលធ្វើការបានឬមិនយើងនឹងអាប់ដេតព័ត៌មាន